សុភាសិតជំពូកទី25នេះក៏ជាសុភាសិតរបស់ស្ដេចសាឡូមោនដែរជាសេចក្តីដែលពោះស្មានរបស់ហេសេគៀស្ដេចសាសយូដាបានចម្លងទុកការដែលលះបំបាំងនៃសេចក្តីនោះជាទីកប់ព្រះហឫទ័យដល់ព្រះតែពោះស្ដេចវិញទ្រង់សពព្រះតីនឹងស្វែងរកឲ្យយល់ផ្ទៃមេឃខ្ពក់យ៉ាងណាហើយផែនដីជ្រៅយ៉ាងណាព្រះតីរបស់ស្ដេចក៏ស្ទង់មើលដល់យ៉ាងនោះដែរចូលដាញយកអាចមកប្រាក់ចេញនោះនឹងមានគ្រឿងចេញពីពុំមកសម្រាប់ជាងខាត់ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្ដេចនោះរីកទ្រង់នឹងបានតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីសុចរិតកុំឲ្យឯងបញ្ចើខ្លួននៅចំពោះស្ដេចឡើយក៏កុំឲ្យឈរនៅទីរបស់អ្នកធំដែរត្បិតបើគេមកនិយាយនឹងឯងថាអញ្ជើញឡើងមកឯនេះនោះល្អជាជាងត្រូវបន្ថាប់នៅចំពោះអ្នកធំដែលភ្នែកឯងបានឃើញហើយនោះវិញកុំឲ្យឯងរហ័សនឹងចេញទៅតនឹងគេឡើយក្រែងដោយចុងបំផឹកកាលណាអ្នកជិតខាងបានធ្វើឲ្យឯងខ្មាស់ហើយនោះឯងមិនដឹងធ្វើអ្វីទៀតទេចូលទៅជជែករឿងរបស់ឯងចំពោះអ្នកជិតខាងដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះកុំឲ្យបើការសម្ងាត់របស់អ្នកដទៃឡើយក្រែងញាក់ដែលឮគេធ្វើឲ្យឯងខ្មាស់វិញហើយសេចក្តីអាម៉ាស់របស់ឯងនឹងមិនចេះបាត់ឡើយពាក្យសម្ដីដែលនិយាយចំពេលនោះធៀបដូចជាផ្លែសារីមាសធ្លាក់ជាប់នឹងក្បាច់ប្រាក់អ្នកដែលចេះស្ដីបន្ទោសដោយប្រាជ្ញានោះក៏ដូចជាក្រវិលមាសនិងគ្រឿងលម្អមាសសុទ្ធដល់ត្រចៀកដែលព្រមស្ដាប់តាមដែរអ្នកនាំសារដែលស្មោះត្រង់នោះប្រៀបដូចជាត្រចៀកនៃហេមៈនៅរដូវជំរួតដល់ពួកអ្នកដែលចាត់ប្រាត្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហាយខ្លួនអ្នកណាដែលអួតដោយពាក្យកំភូតពីទានដែលខ្លួនឲ្យនោះຕົកដូចទីពពកហើយនឹងខ្យល់ដែលឥតមានភ្លៀងដោយការខំអត់ធ្មត់នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហាយបានហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរតើឯងរកបានខ្មឹមហើយឬចូលបរិភោគតែល្មមសមគួរចុះក្រែងបរិភោគឆ្អែតទៅនឹងក៏អួតចេញមកវិញកុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាងជាញឹកញាប់ពេកឡើយក្រែងគេធុញទ្រាន់ហើយស្អប់ឯងវិញអ្នកណាដែលធ្វើបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួននោះធៀបដូចជាញញួរនឹងដាវហើយនឹងព្រួនយ៉ាងមុតកាវដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះនៅគ្រាលំបាកនោះធៀបដូចជាធ្មេញបាក់ហើយជើងដែលថ្លោះលៀសចេញអ្នកណាដែលច្រៀងចម្រៀងជូនដល់មនុស្សដែលមានចិត្តកើតទុកឲ្យគេស្ដាប់នោះធៀបដូចជាគេដោះអាវនៅរដូវរងាឬដូចជាចាក់ទឹកខ្មេះទៅលើអំបិលក្បុងបើសត្រូវឯងឃ្លានចូលឲ្យវាស៊ីចុះបើវាស្រែកត្រូវឲ្យវាផឹកផងយ៉ាងនោះនឹងបានដូចជាបង្គោលរងើភ្លើងនៅលើក្បាលវានឹងដូចជាបង្គោលរងើភ្លើងនៅលើក្បាលហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯងខ្យល់ខាងជើងរមែងនាំភ្លៀងមកហើយអណ្ដាតដែលនិយាយដើមគេក៏នាំគេមានមុខមួម៉ៅដូច្នោះដែរស៊ូនៅក្នុងទីគៀនមួយនៅដំបូលផ្ទះជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងទឹកដែលត្រជាក់ដល់ព្រលឹងមនុស្សល្វីងល្វាយជាយ៉ាងណាដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរមនុស្សសុចរិតដែលចុះចាញ់ចំពោះមនុស្សអាក្រក់នោះធៀបដូចជារុនទឹកល្អក់ក៏ដូចជាក្បាលទឹកដែលខូចហើយដែរបើបរិភោគទឹកខ្មឹមច្រើនពេកនោះមិនល្អទេមួយទៀតដែលស្វែងរកកិត្តិយសដល់ខ្លួននោះជាបន្ទុកយ៉ាងធ្ងន់ដែរបើអ្នកណាមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួននោះធៀបដូចជាទីក្រុងដែលរលំហើយឥតមានកំផាំង